សាយ័នសួស្តីតំបន់ខ្ញុំរស់នៅគេហៅថាតំបន់លំនៅឋានទ្រុងសើងជាពិសេសជិតមន្ទីរពេទ្យណាមសៃហ្គនបាទភាពស្ងប់ស្ងាត់និងខ្យល់អាកាសល្អដើម្បីយើងហាត់ប្រាណពេលល្ងាចតំបន់នេះងាយស្រួលការហូបចុកនិងដើរលំហាត់ប្រាណសូមប្រាប់បងប្អូនខ្មែរយើងធ្លាប់មកតំបន់នេះមិនតែបែបមិនធ្លាប់ឃើញនឹងទេមានតែទៅពិនិត្យនៅមន្ទីរពេទ្យណាមសៃហ្គនបាទជួយបងប្អូនយាយទាំងអស់ទៅបាទហើយក៏ឆ្លៀតពេលល្ងាចយើងមកហាត់ប្រាណនៅទីនេះអានេះឆ្នាំងភ្លើងក្តាមស្រែយើងហ៎គេបុកឡើងមាត់ហើយគេធ្វើស៊ុបឲ្យយើងហូបតម្លៃក៏សមរម្យដែរហើយខ្ញុំក៏ធ្លាប់មកនឹងដែរណាបងប្អូនមកហូបគេជាមានច្រើនមុខមកពេលអញ្ចឹងពីរនាក់ប្រហែលអស់ជាង10ពីហ្នឹងណាដើរមកផ្លែតមាននំប៉័ងនេះគេលក់អើយ2500ប្រហែល4000 4000ដល់3000ជាងបែរនេះវាមានហ្វឺបាយគ្រប់មុខនេះ40000 50000 8000 7000នេះមកហូបគេហូបច្រើនមានតាំងកាទៀវមឹកទេនៅក្បែរបាយតម្លៃក៏ប្រហែលគ្នាទទួលយកបាន8000 10000ដួយខ្មែរយើងនំបញ្ចប់វាមានកថាអាថោថ្មហ្នឹងក៏ធូរថ្លៃដែរហើយទីនោះគឺកន្លែងអូអាំអាំងនឿងអូមនឿងឆ្ងាញ់ដែរហើយតម្លៃគេដាក់ស្រាប់នេះវងមូទ្រុងសើងបាទមានរូបសាច់សាតត្រីអញ្ចឹងឆៃណាថោននេះណាទៀតអូយ៉ាអូខេនេះឡើងស្ពានទៅតំបន់អភិវឌ្ឍគេហៅថាកាំងណាមបាទមាន restaurant and KTV post បាទ restaurant នេះនៅក្បែរក្នុងកំពង់មូទ្រុងសើងបើគិតពីបេនឡានវិរៈបុនធាមអញលីងនឹងក្រោយ215ហ្នឹងមកដល់ហ្នឹងប្រៀបធៀបពីក្រុងភ្នំពេញយើងទៅច្បារអំពៅ 4-5 គីឡូអញ្ចឹងឆៃណាថោនក្រៅអូខេទេណាបងប្អូនបាទយើងមានកំសាន្តយើងបានប្រយោជន៍សុខភាពផងហើយផ្លូវភ្លុះរបស់គេរបៀប200ស្រុកនេះបាទហ្គាឌីណាក៏ក្បែរគ្នាស្រុកនេះគេនិយមប្រើម៉ូតូច្រើននេះព្រះអង្គក៏ប៉ុន្តែគេមានតាក់ស៊ីវិញ Grab បាទអូសៀវម៉ាយនេះវាតុបបើកនៅក្បែរដែលយើងដើរប្រហែលមួយចំហៀងពីមន្ទីរពេទ្យណាមសៃហ្គនមកដល់ពេលល្ងាចសៀវម៉ាយចានហ្នឹងវាតុបបើកថ្មីក្រោយសម័យកូវីដមហូបបាយថ្ងៃចិត្តនេះទេជាពិសេសបបរមន់បបរទានេះអ្នកឆ្ងាញ់ញាក់មួយទាប្រហែលតុងប្រហែល10រៀលមួយបាទគេញោមមន់ទាខ្ញុំធ្លាប់ហូបនៅទីនេះនំភ្ញៀវនំបញ្ចុកស្ពាងតម្លៃប្រហែល10រៀលជាងនេះដូចលក់ចាប់ព្រួយបាច់ខ្វាសិនណានេះលក់គ្រប់បែបគ្រប់យ៉ាងបាទចូលនឹងមើលលេងតំណែងគេបន្តិចទៅណាផ្លែចកានេះសក់អីចឹងណាគ្រប់បែបគ្រប់យ៉ាងពងទាពងមន់បន្លែប្លុកគ្រប់បែបគ្រប់យ៉ាងការ៉ូឌីស៊ីខលថ្ងៃនឹងច្រើនបាត់លឿងអញ្ចឹងណាមានត្រីមានទេខ្ញុំក៏អាសាមកនឹងទិញដែរតាបាទគោក្បីមាត់ទី
គេធ្លាប់នាំចូលក្នុងសុកត្រីសមុទ្រត្រីអីគេចូលតម្លាយកឹងតាំងកែបទៀតណាអូខេកែបត្រីអីហើយផលិតផលសុទ្ធតែក្នុងនៅក្នុងស្រុកភាគច្រើនសហការជាមួយក្រុមហ៊ុននានាបាទនៅវៀតណាមមិនខូចសុកយើងប្រហែលទេគេអភិវឌ្ឍតំណែងវៀតណាមជនជាតិវៀតណាមត្រូវដូចខ្មែរយើងដែរណាតំណែងខ្មែរជនជាតិខ្មែរនាំចេញក្រៅប្រទេសតាំងទឹកថៃទឹកស៊ីអ៊ីវគ្រឿងបន្លាក់គ្រឿងទេសគ្រប់បែបគ្រប់យ៉ាងមកទីទូទាត់លុយតាម ABA ក៏បាទតាម ATM ដើរចម្ងាយតែប្រហែលប្រហែល 300-400 ម៉ែត្រទេដល់អាហារដ្ឋាននេះបើកូនចៅចិនគ្រប់បែបគ្រប់យ៉ាងទាំងមន់ទាំងអូយស្អីហ្នឹងស្ងោមហូបច្រើនមុខណាបាទដូចដងវាងអញ្ចឹងមហូបគេច្រើនមុខអីឃើញទេណមហូបគេច្រើនមុខណាហើយមហូបយើង order បានដូចចិត្តហ្មងណាបាទខ្ញុំក៏អាសានាំភ្ញៀវមកនឹងហូបដែរសកម្មភាព order មហូបចុងធ្វើគេធ្វើគួរឲ្យចាប់អារម្មណ៍អាសាមកនេះហូបទេតាខ្ញុំមានបាយហាយណាមជុកបាយជុកអូយក៏មហូបវាច្រើនមុខណាស់ព្រះអង្គហើយព្រះអង្គជាស្រួលបងប្អូនមកនេះតម្លៃមួយចានប្រហែល 10000អស់ហើយតែ$2កន្លះ$3នេះ 58000 60000ផ្លូវមន់នេះអញ្ចឹងណាបាទអូមានគ្រឿងសមុទ្រទៀត seafood នេះគេទុំសម្ពោធម៉ាសាម៉ាសារបស់គេកន្លែងកាហ្វេខ្ញុំលាហា coffee មួយកែវប្រហែល 1000 ជាងដល់ 2000 ទេបាទកាហ្វេគេម៉ាស៊ីនណាបាទថា 2000 ដែរទទួលយកបាននៅអាហារដ្ឋានខ្យង 107 និយាយខ្មែរមួយបុគ្គលិកវាចេះខ្មែរតំបន់នេះគឺមានផ្លូវភ្លុះបាទការចរាចរណ៍មានរបៀបរៀបរយណាស់បាទប៉ុន្តែถึงបែកក៏មានខុសឆ្គងនេះតិចតួចដែរដំណើរហាត់ប្រាណពេលល្ងាចចំណាយប្រហែល 1 ម៉ោងក៏ប៉ុន្តែខ្ញុំផ្ដិតរូបភាពតិចតួចទុកជាអនុស្សាវរីយ៍ឲ្យការផ្សព្វផ្សាយនេះដើម្បីឲ្យបងប្អូនមើលបាទណែមកលេងហើយដើរហាត់ប្រាណថតរូបភាពឲ្យបងប្អូននេះហើយមន្ទីរពេទ្យណាម Saigon Hospital បាទខ្មែរយើងស្គាល់ច្រើនណាស់នៅមន្ទីរពេទ្យនេះបាទចិត្តនេះមកហូបក៏ធូរថ្លៃដែរបាទសមរម្យចំពោះយើងខ្មែរយើងហើយតម្លៃមន្ទីរពេទ្យក៏អញ្ចឹងដែរបាទសុខសប្បាយសុខចម្រើនបងប្អូនពីមន្ទីរពេទ្យណាម Saigon ដើរមកកន្លែងហូបស៊ីនៅទីនេះបាទមានខ្មែរក្រោមនៅនេះស៊ុបគ្រឿងសមុទ្របាទពីមន្ទីរពេទ្យណាម Saigon មកដល់កន្លែងហូបនេះបាទវានៅអាកែងជ្រុងរបស់វាស៊ុបកូប៉ែអាហារដ្ឋានចម្ងាយប្រហែលមិនដល់100 ម៉ែត្រផងបងប្អូនបាទខ្ញុំក៏អាសានាំភ្ញៀវមកនឹងដែរបាទហើយអាហារដ្ឋានហ្នឹងគេដាក់តម្លៃហើយដូចគ្រឿងសមុទ្រអីហ្នឹងទទួលយកបានគេដាក់តម្លៃក្នុងមួយពេលអញ្ចឹង 4-10 នាក់ប្រហែល$50បាទពី6នាក់ឡើងប្រហែល50ជាងនោះព្រៃស្រស់ហ្មងគេគិតតាមគីឡូបាទគេបាទហើយគេមានច្រើនជាន់
គ្នាយើងមកច្រើនអញ្ចឹងក្រៅខេ free ហ្មងនៅខាងលើបំផុតហ្នឹងណានៅខាងលើនេះបាទអូខេនេះពីនេះតារានេះណាអានេះក៏អញ្ចឹងដែរនេះណាមសៃកនទីពេទ្យណាមសៃកនតុងប្រហែលមិនដល់100 ម៉ែត្រផងថា100 ម៉ែត្រចាបាទទីពេទ្យខ្មែរយើងស្នាក់នៅហ្នឹងហើយជាបាលច្រើនតាមគ្រប់ខេត្តក្រុងព្រះរាជាណាចក្រកម្ពុជាយើងមកទីនេះហើយកាយបងប្អូននៅនេះបានយូរដោយសារបានកម្រាយយូរបងប្អូនដែរ